What's up, everybody? Today we're going to be taking a look at how fast and developed Cambodia has gone in the luxury hotel and housing sector. So I'm going to meet up with a friend who works at Era Real Estate Company. And Era is a real estate company that started in the US, became an international brand, and they moved into Cambodia in 2018. And they have 2 offices, all part of their Southeast Asia expansion to sell people homes and condos and provide world-class service like they've done in so many other countries. So one of their offices here is at the GIA Tower. And the GIA Tower here, I'm gonna go meet up with my friend Eng, and then we're gonna go see a couple condos. One that I saw previously, or I visited previously when they were still being built. And we're gonna see what it looks like at a completely finished state. And then I'm gonna ask some questions that probably are on a lot of you guys' minds is who's buying these luxury condos? Who's buying this luxury real estate? So yeah, let's go in, find my friend, and let's show you how developed Cambodia is in this housing and hotel sector. So, let's go. Alright guys, I think I'm on the right, I'm in the right floor. 25th floor, high up guys, here in Phnom Penh. Skyscrapers. Alright, this is Air Cambodia. I think that has to be their office. So let's go see if we can find Eng, and she can tell me a little bit more about the company. Good morning Eng. Good morning. How are you? Yes, I am okay. Yeah, it's a beautiful office. Really? ហើយខ្ញុំឡើងខ្ពស់ខ្លាំងខ្ញុំមិននឹងឡើងបើប្រហែលជាន់មិននឹង25ជាន់ សម្រាប់ office យើងដែរនៅអាគារ GIA តែម្ដងហើយជាន់ទី25 Yeah 25 Eng, maybe you could tell me a little bit about Era Cambodia and then we can continue from there អាចប្រាប់ខ្ញុំពីក្រុមហ៊ុន Era Cambodia ទេ Okay Okay ស្វាគមន៍អញ្ជើញ Okay thank you សូមស្វាគមន៍ friend មកកាន់ office ERA តែម្ដងសម្រាប់ក្រុមហ៊ុន ERA យើងដែរគឺនាំចូលពីសិង្ហបុរីហើយយើងនាំចូលតាំងពីឆ្នាំ2018មកម្លេះអញ្ចឹងបើគិតមកដល់សប្តាហ៍ថ្ងៃនេះរយៈពេល8ឆ្នាំហើយជាមួយគ្នាដែរសម្រាប់ project ដែលយើងទទួលលក់នៅស្រុកខ្មែរយើងនេះគឺដល់ទៅ50 project ជាង ERA ពួកយើងគឺផ្ដោតលក់គ្រប់ខេត្តក្រុងប៉ុន្តែក្នុងនោះដែរគឺមាន3ខេត្តក្រុងដែលយើងមានចរាចរណ៍ខ្លាំងបំផុតបានន័យថាមានកម្រងកាត់ឡើងថ្មីនិងមានបច្ចេកជាច្រើនលក់ហ្នឹងគឺនៅទីក្រុងគឺនៅទីក្រុងភ្នំពេញហើយនឹងសៀមរាបហើយនឹងក្រុងសីហនុហើយជាមួយគ្នាដែរសម្រាប់ agency របស់ពួកយើងមានដល់ទៅ100នាក់ជាងសម្រាប់ support ភ្ញៀវទាំងមិនថាគាត់មកពីប្រទេសណាឯងពួកយើងមានបងគាត់ stand by នៅតាមគ្រប់ប្រជែកតែម្ដងចាហើយជាមួយគ្នាដែរសម្រាប់សេវាកម្មរបស់ពួកយើងមានផ្ដោតទៅលើការលក់ជូនតម្លៃល្អក៏ដូចជាពេលដែលគាត់ចង់ដាក់ជួល rental ចាពេលដែលគាត់ទិញហើយគឺពួកយើង support rental ទៀតជួលត្រឡប់វិញហើយអ្វីដែលកាន់តែពិសេសបើសិនជាគាត់ទិញហើយគាត់អាចទុកចំណេញបានគាត់អាច resell បានឧទាហរណ៍ថាកម្រង Times Square អញ្ចឹងគាត់អាចចំណាយកញ្ចប់បាត់ចិត្តstart ចាប់ពី4ទៅ5ម៉ឺនទេប៉ុន្តែនៅពេលដែល handover គាត់អាចលក់បានខ្ញុំអាចនិយាយបានថាចំណេញចិត្តពាក់កណ្ដាលអញ្ចឹងមានន័យថាបើខ្ញុំចង់ចំណេញច្រើនខ្ញុំត្រូវឃើញ project មួយតែយើងលឿនតិចត្រូវហើយបើកាលណាជួបមុនដំបូងនៅ Lake Conde ហ្នឹងមកដល់2ឆ្នាំមុន1ឆ្នាំមុនអញ្ចឹងតាមពិតពេលខ្ញុំទៅថតវីដេអូហ្នឹងពីមុនបើតែពីមុនហ្នឹងអាចចំណេញប្រកាសហើយដោយសារកាលហ្នឹងយើងនៅមាន unit ជាច្រើនសម្រាប់លក់ប៉ុន្តែឥឡូវ Lake Condeយើងអាចនិយាយបានថា hand over ឲ្យភ្ញៀវវិញអញ្ចឹងការលក់ហ្នឹងក៏អស់ 98% ដែរ Okay, so yeah, we're going to go into the heart of Phnom Penh, guys, BKK1, where there's a very high demand for luxury condos and probably the more luxurious end of Phnom Penh. គាត់ធ្វើការនៅនេះបើសិនជាមានអតិថិជនមកគឺគាត់ទទួលស្វាគមន៍នៅពេលដែលនៅការអីគេគាត់អាច check នៅនេះបាន media ចា media team here working hard yes ហើយសម្រាប់កន្លែងនេះដែរកន្លែងសម្ភាស
សម្ភារ agency ថ្មីដែលគាត់អញ្ជើញមក Okay, so you guys are gonna get a job here at Arrow Yes where you do ហើយយើងក៏មានបន្ទប់ train និងបន្ទប់ប្រជុំដែរចាហើយសម្រាប់នេះគឺជាតុករងចាំចាហើយកន្លែងនេះគឺសម្រាប់បង agency គាត់អាចអង្គុយធ្វើការបានចា I came up with Gambia. Came on. BKK ណា BKK1 BKK1 យើងអាចមើល view នេះគឺឃើញច្បាស់ហ្មងដោយសារ office យើងយកទីតាំងនៅនេះព្រោះអីបើសិនជាមានភ្ញៀវអីបន្ទាន់គឺអត់ឆ្ងាយពីបឹងអេងកងទេដោយសារភាគច្រើនយើងអាចនិយាយបានថាផ្ដោតនៅតំបន់បឹងអេងកងអញ្ចឹងតា3-4នាទីអីយើងទៅដល់ហ្មងចា visit ជាមួយនឹងគម្រោងដំបងគេបងអស់ហ្នឹងនៅ UC អូខេណាយកកលពើមិនតិចវត្តនេះឡើងលើតិចដោយសារគាត់ហូបកលពើ Hello So today long. Okay, now we're in the Aeromobile. មកយើងកាន់ឡើងតិចមកអត់អី ទៀតចង់កាន់បង តាណាវិញទៅ UC បង UC ចាបងហើយនឹងពីជាន់ទី26ដល់33នៅតែបើជុំមើលthôi Okay, and we're here at Windham. អូខេឥឡូវនេះយើងកំពុងតែនៅជាមួយនឹងផ្លូវ322បឹងអេងកងមួយហើយនេះគឺជាគម្រោង UC88 អញ្ចឹងតោះយើងចូល visit គម្រោងទាំងអស់គ្នាតោះអញ្ចឹងសម្រាប់ condo UC88 នេះដែរយើងមានresident ជាមួយនឹង hotel អញ្ចឹងយើងមានទាំងអស់46ជាន់ចាយើងមាន parking ដល់ទៅ5ជាន់ហើយមានជាន់នេះគឺជាន់ lobby យេឥឡូវចឹងយើងទៅជាន់ទី20 showroom សម្រាប់ layout hotel យើងពីជាន់ទី5ទៅជាន់ទី22 layout សម្រាប់ showroom ហ្នឹង corridor របស់យើងធ្វើមានយើងដាក់ map ហើយយើងប្រើម៉ាស៊ីនត្រជាក់គ្រប់ជាន់ហ្មងមិនមានតែ lobby មានតែ any floor មួយម៉ាស៊ីនត្រជាក់ហ្មងបងហើយនឹងធ្វើកម្រាលព្រំដើម្បីទប់សំឡេងពេលមានអ្នកដើរទៅអត់សំឡេងរំខានទេទោះបីពេលយប់ឬក៏ពេលថ្ងៃអញ្ចឹងអានេះសម្រាប់ showroom របស់យើងប្រភេទ king bed ដែល layout ធម្មតាយើងហៅថា studio សម្រាប់ condo តែយើងធ្វើប្រភេទ king bed ចូលមើលបង Okay, yeah. And I feel like, yeah, even though this can be your residence, your private residence, they've set up the whole building to feel like it's a hotel in some ways. So you really feel like you're kind of, you're in a vacation. You're always in a vacation when you live here. And then here is the view of BKK1, the riverside. អញ្ចឹងនេះបងពេលគេមកជាស្នាក់នៅសម្រាប់ hotel គេមកជាបន្ទប់ហ្នឹងដែរឬក៏នេះសម្រាប់តែ resident អានេះសម្រាប់ hotel ដែរបងមានន័យថាជា unit នេះមែនតើបើសម្រាប់ผู้โดยสารយើងទាំងជួលទាំងលក់អញ្ចឹងបច្ចុប្បន្នយើងគ្រាន់តែលក់អីអញ្ចឹងមែន propose ហ្មងសម្រាប់អ្នកទិញប្រភេទនេះគឺសម្រាប់ invest មានន័យថាគាត់ទិញទៅគាត់យកធានាជួលអញ្ចឹងពីខាង Windham យើង operate ធ្វើជា hotel ហ្មង unit hotel ហើយអានេះយើង operate វាធ្វើជា short term មានន័យថាជួលប្រចាំថ្ងៃសប្តាហ៍ឬ maximum មួយខែដោយសារ layout នេះអត់មានផ្ទះបាយទេបងយើងមានផ្ទះបាយទេប៉ុន្តែ selling high វាខ្ពស់ការ deco ឯងគឺ concept តែ 100% ហ្មងបាទសម្ភារៈបាននេះយើងផ្ដោតទៅលើសម្ភារៈដោយសារ brand Windham ហ្នឹងវា brand ធំមកពីអាមេរិកចានេះយើងប្រើរបស់អាល្លឺម៉ង់យើងប្រើ Duravic យើងប្រើ hand scroll ហើយសម្រាប់ smart toilet នេះយើងប្រើរបស់ Singapore function វាមានច្រើនមាន set tall សម្បីតែ sit ហ្នឹងយើង set ក្តៅត្រជាក់ clean នេះហ្នឹងក្តៅត្រជាក់បានដូចគ្នានេះ function វាច្រើនមកអានេះយើងប្រើរបស់ Singapore Beautiful marble, it's like all marble bathroom, right? Yeah. ហើយនៅក្នុងអាគារនេះហ្មងគឺយើងផ្ដោតទៅលើ quality ច្រើនមិនថាខាងក្នុងមិនថាខាងក្រៅ all public area ហ្មងធ្វើ map ទាំងអស់ហ្មងបាទអានេះយើងហើយសម្រាប់អ្នកទិញទៀតអាចវិលមកជុំទៅខាងនោះសម្រាប់អ្នកទិញទៀតសម្ភារៈដែលមាននៅក្នុងបន្ទប់នេះគឺយើងឲ្យទាំងអស់ហ្មងបង including សម្បីតែ wallpaper ឬក៏ small decoration ចេះក៏មានដែរវា cover ទៅលើ electric ប្រភេទ2បន្ទប់គេង2បន្ទប់គេងយើងនៅតាមកែងអានេះសម្រាប់2បន្ទប់គេង2បន្ទប់ទឹកអញ្ចឹងអានេះយើងមានផ្ទះបាយសម្រាប់ពេទ្យ2បន្ទប់គេងមានផ្ទះបាយយើងមានផ្ទះបាយយើងមានម៉ាស៊ីនបោកខោអាវអានេះ brand បាទសម្រាប់ set នេះយើងប្រើ Frank ទាំងអស់របស់ Swiss ទាំងអស់សូម្បីតែទូទឹកកកគឺយើងប្រើ Frank ដែរ
ម៉ាស៊ីនបោកខោអាវយើងប្រកបនៅក្រុមធ្នើនេះនិយាយរួមទៅយើង cover វាដើម្បីអីដើម្បីថាយើងបើកទ្វារចូលមក color tone នៅក្នុងបន្ទប់យើងអត់មានច្រើនទេមានតែ2 color អញ្ចឹងវាមើលទៅ clean ស្អាតវា feel soft បើយើងចំហវាបាទម៉ាស៊ីនបោកខោអាវពណ៌សទូទឹកកកពណ៌ខ្មៅមើលទៅវាអត់ស្អាតបាទអានេះកន្លែងនេះ living room bedroom powder room ហើយនិង master bed នៅកន្លែងនេះ Powder room, but full bathroom. sorry yeah នៅយើងប្រើ hand scroll ប្រើ aquatis មកពីរបស់ Singapore ទាំងអស់បងអញ្ចឹង quality នៅនេះយើងប្រើ quality ល្អហើយយើងប្រើ twin basin ទៀតសម្រាប់ two bed ហើយសម្រាប់ selling height យើងក៏ខ្ពស់ដែរបង compare ជាមួយ condo ផ្សេងអានេះពី slab to slab យើង3ម៉ែត្រ8 after selling យើងក៏3ម៉ែត្រ1ដែរហើយសម្រាប់សិនជាក់យើងប្រើ central aircon អានេះយើងប្រើយកយើងប្រើរបស់អាមេរិកដូចគ្នា Okay. បាទអញ្ចឹងនៅនេះយើងបដោតឲ្យប្រព័ន្ធសមត្ថភាពខ្ពស់ហ្មងយើងប្រើ fire fighting system អានេះយើងប្រើសេរីចុងក្រោយវាប្រកបជាមួយនឹងពីដានបាទហើយយើងប្រើគ្រប់កន្លែងហ្មងទាំងនៅផ្ទះបាយ living room តាម bedroom ទាំងអស់យើងដាក់ទាំងអស់ចឹងពីបងដើរខាងក្នុង feel copy condo ធម្មតាហើយបើចូលដល់ក្នុងនេះហ្មងមានអារម្មណ៍ថាអត់នៅស្រុកខ្មែរមានអារម្មណ៍ដូចនៅ Singapore អត់ We feel like you're in a hotel, like a 5-star hotel. Yeah. So you're living every day. If you have a condo like here, you're waking up and going to sleep in like a 5-star hotel. That's what it kind of feels like. Like yeah. you become the 5-star hotel owner. Yeah. Normally only you have more than 10 million become the owner hotel. But here less than 200,000 also can be the owner of 5-star hotel as well. That price is for what type of what room size? នៅនេះយើងមាន3 type តែ standard របស់យើងមាន studio 1 bed ហើយនិង 2 bed ហើយនិយាយពីតម្លៃវិញយើង start ពី 129,000 សម្រាប់ studio ហើយសម្រាប់ 1 bed យើង start ពី 15,000 ឡើងទៅហើយនិង 2 bed យើង start ពី 25,000 ឡើងទៅ So basically 113, like we can say 113 to 115,000 starting price for one of these units here. ចឹងនេះប្រភេទ premium ប្រភេទ3បន្ទប់គេង5បន្ទប់ទឹកទំហំរបស់វា gross 274 net 192ចឹងអានេះ3បន្ទប់គេង5បន្ទប់ទឹកហើយយើងមានទ្វារចូល2 Ah, ទ្វារធំមួយទ្វារតូចមួយ this one. ដោយសារបន្ទប់នេះយើងមានទាំងបន្ទប់មេគ្រួសារទាំងបន្ទប់អ្នកស្នាក់នៅជាមួយ Like the nannies or something. អត់ស្មែបន្ទប់ទី1បន្ទប់អានេះក៏មាន storage ដែរ storage សម្រាប់បន្ទប់នឹងដែរអញ្ចឹង Wow. ទៅដាក់ layer ទៅដាក់បានច្រើនអញ្ចឹងនេះ kit ក៏បាន gas ក៏បានដែរហើយ material upgrade ខុសពីខាងក្រោមទៀតហើយឃើញ material របស់យើងបានអានេះយើងប្រើ map Yeah. អានេះយើងប្រើ twin ហើយនៅនេះសម្រាប់ប្រភេទនេះបន្ទប់នេះគឺ full smart home មានន័យថាទាំងវាំងននទាំងទូទាស់ទាំងភ្លើង smart ទាំងអស់ Okay. A island kitchen. They got the island in here. So this unit is we have two kitchen Okay. dry and wet kitchen so this area is we call dry kitchen Mhm. so full accessory as well different from another room so you just touch Ah, yeah then one we use the unit hopper from German also more accessory inside than another unit have more accessory so you can carry on more stuff a lot of storage. yeah a lot of storage and here is another pillar behind the refrigerator The fridge again. also franking the cost is 3 times more than Samsung this one is close to 5,000 each. Wow. Yeah I'm gonna close this now. There we go. Bye, guys. I'll see you later. I'm gonna put you in the cupboard now. And Joe. តាំងគឺក្នុងផ្ទះបាយក៏ប្រើ accessory ខាងក្នុង full បងអានេះផ្ទះបាយ smooth អានេះ You have the full wine cellar here. អានេះផ្ទះបាយសាមផ្ទះបាយសាមធំជាងផ្ទះបាយ smooth ពីខាងនេះយើងមាន maid បន្ទប់អ្នកនៅជាមួយ maid room maid room នៅខាងនេះយើងបិទតែទ្វារនេះ maid ក៏អាចស្នាក់នៅនេះក៏អាចចេញចូលទ្វារនេះបានអាហ្នឹង separate ហ្មងរវាងអ្នកនៅជាមួយហើយនឹងម្ចាស់ផ្ទះហើយ accessory ពេញដូចគ្នា accessory ច្រើនជាងបន្ទប់ធម្មតា
For the price for this unit, how much? Estimate? Start from 1.2 million. 1.2. Yeah, but the size also big, and Yeah. we provide everything. Wow. Fully finished and full of appliance, including the smart home as well. Mm-hmm. And the TV we provide the same design, 85 inch. 85 inch. And the curtain also automatic, as I show you. Like Iron Man, Jarvis, turn off. And then again, yeah. And the room is even very nice. even if we're talking about the studio apartments, guys, from the studio to this 3-bedroom premium, you have a beautiful view of Phnom Penh. Here we see the Tonle Sap, on that side the Mekong. We have Independence Monument. You see all of the neighborhood of BKK1, and you can kind of see everything around you. And our master bed is huge. Our bed is 2 meter by 2 meter. Also big walk-in closet as well. Okay, big, and here is a big walk-in closet and washroom. Mm-hmm. Check. Oh, it's big. We have twin basin, bathtub. This one all little hand scroll. Yeah. Shaman. This one is the Aquatis. That one also Aquatis. And here also the same brand, but the cost is more expensive than downstairs to renovate and hand scroll. This one we also provide is uni hopper from German too, so you can carry on your Jewelry, your yeah, watches. Yes, your watch, ring, neglect, everything. That one also include. And this one also the cost more higher than the solid or the wood. Mm-hmm. We have an infinity pool ở đây phải bán như ăn tất cả khu trên kia nó bằng hình con 177 mét cấp của. Nếu dân phở you mean infinity pool, you mean jacuzzi, and you mean kid pool, right? You feel fresh? Move in then? Man, move in now. Nếu ở kia đi khai 4 mà dân move in. Okay, so September, people, the residents, they'll be able to move in, enjoy all the facilities here at Windham UC88. So just to show you guys how fast Cambodia and Phnom Penh has developed, right over there, and I'll zoom in, is the Castle Royale. And I used to stay there actually back in 2015, 2016. And that was like the tallest building in the neighborhood. But now as you look around, it's dwarfed by all the other buildings around it. And it just is a short little building in Phnom Penh. Yeah. Vì cho lớn mà chụp hình khán dân phở skybar, mà chụp hình chụp hình lại cho helicopter. Wow. So ថ្ងៃណាខ្ញុំខ្ជិលជិះតុកតុកខ្ញុំជិះ helicopter ខ្ញុំបានដែរ Sure. ហើយខ្ញុំចុះមកចូល enjoy a drink at the sky bar. If you're boarding the traffic jam, you can come by helicopter. And the helicopter they give for free, right? Yes, of course. Just inform us in advance and you can use already. Yeah, there you go. No need permission. There you go. Just on Grab, right? Oh, yeah. Just pay the only into sky bar. Yeah. You for the office person and pay for you report to the sky bar. Okay. All right, guys, I'm going to show you the next spot. This place I've been to before, but before that, let's go get a bite to eat. But in the BKK neighborhood, it's the most convenient neighborhood, I guess you could say, if you're coming from overseas or something like that, because of one, the safety, two, you have the brand marts, the brand cafes, you have schools, you have cafes like Brown, you have the super duper marts, you have schools like CIAC, Canadian International Academy Cambodia, all these things in almost like a walking distance area. ម្ហូបខ្មែរម្ហូបដីម្ហូបអី ម្ហូបខ្មែរ ប៉ុន្តែចង់ថាដូច ដូចនៅសៀមរាប like one or ប្រហុក ជា ម្ហូបខ្មែរតែបាយភូមិខ្មែរនេះគឺឆ្ងាញ់ សាច់ជ្រូកសាច់ជ្រូកអីគេ ម្ហូបឆ្ងាញ់ឆ្ងាញ់ អត់ទេមែនណាស្លំជូររីករាយ Really it's called សម្លម្ជូររីករាយ ចាអាហ្នឹងបានន័យថាវាមានផ្កាមានសាច់មានត្រីមានកូនក្តាមមានកូនខ្យង ចឹងថាសាក់សម្លហ្នឹងសិន
Oh, okay, yung sanang. We're gonna try the happiness soup. Khmer happiness. Nangដូចជាលើកទី1សម្រាប់ខ្ញុំ សឡំជូររីករាយនេះយើងមានបន្លែគ្រប់មុខមានតង្កានេះផ្កាកាផ្លោកផ្កាស្នោហើយស្លឹកអំពិលហើយនឹងផ្កាគៀដី ចូលគ្នាទាំងអង្គមកពុះឆ្អិន Yeah. អានេះគេគាត់ដាក់ show ហ្នឹងពីថ្ងៃមុនហ្នឹងខ្ញុំញ៉ាំហុកអាំងហ្នឹងតែគេដាក់ក្រងតាហូបអត់ហ៎ អាហ្នឹង អាហ្នឹងគេ ហៅហុកក្រងហុកមាត់ នេះគេដាក់ក្រង មន់ផ្សេង អាហ្នឹងហុកក្រង ដាក់ហូបអ្ហ៎ តែឆ្ងាញ់ មែនអូពេលសបងឡំឲ្យធៀបគេ$10 $20 អីទៅចេះអត់ទេ Alright, let's try the happiness soup. នេះ soup ពេល នោះបងដាក់ទឹកលក់ហើយចាំចាំ soup រីករាយដោយធ្លាប់ញ៉ាំ ចា សម្លំជូរហ្នឹងអឺចឹងវាដោយសម្លំជូរគេគាត់ដាក់ឈ្មោះពិសេស ញ៉ាំមកដល់ញ៉ាំបាយច្រើនវាទៅចាំហូបហ្នឹងឆ្ងាញ់ជៀនជួន ជាប្រៃហ្នឹង វិជាប្រៃ ជាប្រៃហ្នឹងមានន័យថាម៉េចជាប្រៃ វិជាប្រៃអត់ទេអា អង្គលេ អឺឡើយ អង្គលេ គាត់ឲ្យកុមារភាព Alright, let's have some namakao, guys. This is like a palm sugar rice flour cake. ទៅមកអី បាយសំណាដែរបានតែកោខ្ញុំលំឡើងលើទឹកដី ហត់ទេ Okay, guys, so I made a video of this condo maybe about a year and a half ago. And at that time, it was just being built. And we had to take one of the, I guess, work elevators up to the top and kind of look at the units. But just to show you the difference of how fast they were able to develop these properties, this is what it is now. And if you compare it, when I first came, it was just a shell. So I'm gonna go inside, I'm going to review a couple of the units, show you. I think you have Sky Garden, right? ស្កាយកាត់ So we're gonna go to the Sky Garden, guys, on the 32nd floor. So they come by Yung Ta Jong Chul, beat them like man. សម្រាប់ហូតែលនេះយើងមានបន្ទប់ជួលពី studio room ដល់ 3 bedroom ហើយពួកយើង start ពី studio room $450 Buôn rồi hả? ចាហើយ 1 bedroom អារម្មណ៍តុង750ទៅ800 Okay. ហើយ 2 bedroom 2200ហើយ 3 bedroom 3500 Wow. ហើយយើង include ជាមួយនឹង facility ដែលយើងមានស្រាប់នេះ Mm-hmm. ចាសួនស្ប៉ាលើអាកាសពេលដែលគាត់ relax ពីការងាររបស់គាត់គឺយើងបាច់ខំថាធ្វើដំណើរទៅការីរុំអីឯងអាច relax នៅនេះបាន Anh ấy dân ai bỏ tông này hả? យើងអាចស្ថើញ៉ាំកាហ្វេ Wow. ហើយស្រូបខ្យល់អាកាសបរិសុទ្ធ Yeah. Very breezy, nice, very windy. ហើយមានមុខជាតិបៃតងមើលទៅធ្វើអារម្មណ៍យើងល្អម្យ៉ាងដែរ I remember this floor actually when we first came. Kim Cham Bay Yung Lao Monable. Hay là toàn miền này hả? Hay cái thà tiện năng này cái thơ chỉ xuân. And so on I compare. And you're gonna see like because you're so high up, you get a nice breeze. Yeah. Here in the Sky Garden at Lacan. So the price is around, we can say starting around $450 for a studio, which is a really good price if you think about it. If you're at the heart of Phnom Penh, you don't need a lot of room, you're by yourself, you're single. And then with all the facilities that they have in this. So not only do we have the fitness center guys here in the heart of Phnom Penh, but they also have like an outdoor track that you guys can jog on. It's nicely padded. Yeah. So you could take your morning strolls, count your steps. Yeah, Bigelow. And you get a nice view of the condo itself. សម្រាប់ការរត់មកជុំនៅនេះស្មើនឹង240 240 meters. So it's 240 meters. I'm not sure what that is in miles, but yeah, you run enough, you're going to be counting some miles. Hay năng ní cái ban tên màn phía rồi hay bờ kê trong tính năng mạch đại
សម្រាប់ឥឡូវនេះកម្រងលើខុនដេពួកយើងលក់អស់ 80% ហើយហើយជាមួយគ្នាដែរបើសិនជាបងដែលគាត់មានចំណាប់អារម្មណ៍ចង់ទិញ condo សម្រាប់ស្នាក់នៅឬក៏សម្រាប់ទុកជួលណា invest ណាហ្នឹងហើយគាត់គ្រាន់តែ down payment 40% ទេអូខេចាហើយគាត់អាចចូលនៅ move in វិញ move in ភ្លាមបានជាមួយនឹង unit ដែលមាន fully furnished smart home អាចនិយាយបានថាដំបូងគេនៅស្រុកខ្មែរយើងហ្មងចាហើយសម្រាប់ការទិញនឹងដែរគឺទិញ down payment 40ហើយគឺយើងបកគោលប្លង់ជូនភ្លាមតែម្ដងចូលនៅភ្លាមបកគោលប្លង់រឹងជូនភ្លាមតែម្ដងចាទីហោយើងនៅផ្ទះក្រៅអញ្ចឹងយើងទិញពេលយើងថ្ងៃណាមកដើរលេងមកស្រុកខ្មែរយើងមានកន្លែងណាស្នាក់នៅហើយពេលយើងទៅផ្ទះយើងវិញយើងអាចជួលឲ្យគេចាប៉ុណ្ណាហើយសម្រាប់ក្រុមហ៊ុន ERA ពួកយើងដែរក៏ support ជាមួយនឹងអតិថិជនដែលគាត់ទិញហើយគាត់អាចដាក់ជួលបានពួកយើងមានអតិថិជននៅក្នុងដៃស្រាប់អូខេចាអញ្ចឹងអានេះគឺជាoption ឬក៏ជាទំនុកចិត្តមួយនៅពេលដែលគាត់ទិញគាត់ចង់ស្នាក់នៅក៏បានគាត់ចង់ដាក់ជួលក៏បានរកចំណូលបានប្រចាំខែចាហើយទីតាំងនេះគឺជាទីតាំងដែលគិតទៅលើបានន័យថា amenity facility ច្រើនជាងគេវាមានដល់ទៅ4ជាន់ណាចាហើយនៅជាន់នេះគឺជាជាន់ gym យើងបាន finish រួចរាល់ហើយអញ្ចឹងស្អាតដូចអ្វីដែលយើងសន្យាអញ្ចឹងណាចាហើយឧបករណ៍ gym វិញសិតតែទំនើបហើយយើងឡើងទៅមិញហ្នឹងគឺជាន់ sky bar ហើយយើងមានជាន់ទី15ជាន់ playground សម្រាប់ចាសម្រាប់អតិថិជនដែលគាត់មាន baby ហ្នឹងហើយគាត់អាចយក baby គាត់មកលេងនៅនឹងបានហើយនៅខាងមុខនោះក៏យើងមានសួនច្បារ indoor បានន័យថាគាត់ចង់ហែលទឹកប៉ុន្តែគាត់អត់ចង់ត្រូវថ្ងៃចាគាត់អាចហែលទឹកនៅ indoor នេះបានអញ្ចឹងនៅនេះគឺ facility ដល់ទៅ 100,000 ម៉ែត្រការ៉េ Kind of similar to the Wyndham condo. This has all the amenities that you would need. They have cafes, a place to read books, a sky garden. They have a full floor for kids. They have this floor, which is the fitness floor, a track. They have a pool like this, but they also have the sky pool or the rooftop pool, which kind of overlooks like an infinity pool that overlooks all of Phnom Penh. So. Okay, ឥឡូវនេះនៅណាឥឡូវនេះយើងកំពុងតែនៅលើផ្លូវ306គឺជាបច្ចេកចុងក្រោយដែលយើង visit ថ្ងៃហ្នឹងណាគម្រោង Times Square ហើយនេះដែរគឺជាគម្រោង Times Square 5ទើបតែ hand over ថ្មីថ្មោងនេះអញ្ចឹងឥឡូវនេះយើងចូលទៅមើលក្នុង showroom lobby ទាំងអស់ចា Let's goอันนี้กี่ตำบากถ้าคอนโดนี้So this is going to be like a sky bar, guys, rooftop bar here at Times Square 5. ជូនអតិថិជនប្រាប់ថាគម្រោង Times Square គឺអ្នកគ្រប់គ្រងគម្រោងក្រុមហ៊ុន Mega Gimbal ហើយគាត់មានលក្ខណៈថាផ្ដល់ទំនុកចិត្តអតិថិជនណាចាបានន័យថាហ៊ានពេលដែលបើក pre booking ហ្នឹងគឺអតិថិជនគាត់ហ៊ានក្នុងការទិញហ្មងដោយភាពជឿជាក់នឹងដោយសារគេ trust ជាមួយក្រុមហ៊ុនហ្នឹងជាមួយនឹងក្រុមហ៊ុនហើយថ្មីថ្មោងនេះក៏មានបច្ចេក2បើកក្នុងពេលរបៀបថាបើកក្នុងពេលឆាប់ដឹកស្មានបណ្ដាលណាដូចថាយើងមាន Times Square 9ហើយនឹងឥឡូវនេះយើងបើក Times Square 11ទៀតអញ្ចឹងបើសិនជាបងដែលគាត់មានចំណាប់អារម្មណ៍ចង់វិនិយោគឬក៏ទិញសម្រាប់ស្នាក់នៅគាត់ចង់បាន location ល្អបាទហើយក៏ដូចជាតម្លៃល្អហើយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលដូចយើងសំលុយអញ្ចឹងបានន័យថា down payment 20% បង់ប្រចាំខែតែ 1% ហើយអត់ការប្រាក់រយៈពេលដល់ទៅ45ខែហើយនឹង5ឆ្នាំ right 4ឆ្នាំ5ឆ្នាំ4ឆ្នាំជាងនៅពេលដែល condo handover បាទបកគោលផ្ទះបកគោលប្លង់ជូនយើងបង់ pay off 35% ទៀតអូខេចាអញ្ចឹងនេះគឺជា
កម្រងខុនដូមួយដែលគាត់គិតគូរទៅលើទៅដល់អតិថិជន បាទ ចាទៅលើតម្លៃល្អទីតាំងល្អនិង payment ល្អទៀត យើងឃើញខ្ញុំឃើញមួយទៀតទៀតហ្នឹងគេសង់មួយទៀតនៅទូតំពង ហ្នឹងគឺកម្រងតាមស្រាម8 អាហ្នឹងគេតែអត់តន់សង់ទេតា ឥឡូវហ្នឹងខាងសំណង់ដូចជាអាប់ដេតបានចន្លោះ 30% អីហី ហ្នឹងខ្ញុំចង់មកពីអ្នកទាំងអស់គ្នាអ្នកមើលវីដេអូដឹងថាខ្ញុំចិត្តតែនៅដុំទូតំពងអីអញ្ចឹង maybe ខ្ញុំចាប់អារម្មណ៍បើខ្ញុំចង់ទិញមួយទិញ Times Square នៅដុំទូតំពង សម្រាប់កម្រង Times Square ទូតំពងនៅមានតម្លៃល្អហើយមាន promotion ណាចាអញ្ចឹងបើសិនជាបងប្អូនចំណាប់អារម្មណ៍ចង់បានប្រភេទ unit មួយណាអីអញ្ចឹងអាចតម្លាក់ជា contact ដើម្បីលម្អិតព័ត៌មានបន្ថែម ចាពួកយើងនឹងមាន special gift ជូន បាទហើយមួយមុនយើងចប់វីដេអូហ្នឹងខ្ញុំចង់សួរអេងថាយើងបានធ្វើជា realtor បានប៉ុន្មានឆ្នាំ2ឆ្នាំ3ឆ្នាំបានប៉ុន្មានឆ្នាំហើយ សម្រាប់ខ្ញុំនៅលើវិស័យអចលនទ្រព្យគឺ2ឆ្នាំប៉ុន្តែក្រុមហ៊ុនពួកយើង8ឆ្នាំជាងហើយ ហើយពេលក្នុងធ្វើការជា realtor ក្នុងពេញហ្នឹងឃើញអភិវឌ្ឍច្រើនឬក៏មានអារម្មណ៍មិនដែរថាឃើញ boom នៅក្នុងភ្នំពេញហ្នឹង ចាហ្នឹងហើយតំបន់សក្តានុពលខ្លាំងសប្ងៃហ្នឹងគឺនៅបឹងកងព្រោះអីក្នុងបឹងកងយើងនេះបច្ចេកដែលគាត់ទៅតែ pre sale booking គឺមានច្រើនកម្រងហ្នឹងហើយអាច4ទៅ5បច្ចេកអញ្ចឹងហើយក៏មានអាគារខ្លះ handover ដូចជា Times Square 5ដូចជា Le Condé យើងទៅមើលមុននេះហើយដូចជា UC88 ហើយមានកម្រងជាច្រើនទៀតដែលទៅតែ handover ក៏ដូចជាទៅតែ pre sale booking ច្រើនអញ្ចឹงណាចាអញ្ចឹងបញ្ជាក់ឲ្យឃើញថានៅក្នុងភ្នំពេញគឺមានការអភិវឌ្ឍខ្លាំងចា Yeah, I think as this video was kind of to talk about the development and the rise of, I guess, luxury housing and hotels and residences in Cambodia, but specifically Phnom Penh, in the capital of Phnom Penh. And as we can see, the area of BKK1, you could be moving from anywhere around the world and you would feel at home, you feel comfort, you feel safe. There's basically everything that you need. It's completely different than what it was when I grew up, basically. So yeah, here in Cambodia, we're continuing to grow. Phnom Penh is growing, and BKK, I see a ton of different new projects coming up. And if you are interested, I'll put her contact so that you can contact her, and if you have any questions or anything like that as well. Okay. Thank you so much, Eng, for showing me around. Thank you. Maybe we'll come again next time and we'll see some more projects. But yeah, it was very fun. I appreciate you showing me. Nom condo. I share information clash with him die. Hi, Nang viewer. Yeah. Yeah. Bye bye. Okay, guys, that's it. Bye bye. I'll see you next time. I love you all. Professional. បកតទៀតបកតទៀត Tao nắng bốc bao tiếp tao mình thoát rồi nắng